បងប្អូនដឹងទេថាអ្វីជាសិភៅការងារកម្មករនិយោជិតខ្មែរសិភៅការងារកម្មករនិយោជិតខ្មែរគឺជាឯកសារបញ្ជាក់អំពីអត្តសញ្ញាណការងាររបស់បងប្អូនកម្មករនិយោជិតដែលចេញដោយក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈសិភៅការងារនេះមានដូចជាអត្តសញ្ញាណកម្មករនិយោជិតឈ្មោះសហគ្រាសដែលបម្រើការងារប្រាក់ឈ្នួលពេលចូលធ្វើការនិងប្រាក់ឈ្នួលចុងក្រោយការបច្ចៈចូលនិងឈប់ពីការងារប្រវត្តិការងារនិងព័ត៌មានពាក់ព័ន្ធផ្សេងទៀតម្ចាស់សហគ្រាសមិនអាចប្រើប្រាស់កម្មករនិយោជិតដោយគ្មានសិភៅការងារបានឡើយហើយបច្ចុប្បន្នក្រសួងការងារក៏បានដាក់ឲ្យអនុវត្តនូវសិភៅការងារទម្រង់ថ្មីដែលត្រូវស្នើសុំឡើងតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងការងារលើពីនេះសិភៅការងារនេះក៏ត្រូវយកទៅចុះទិដ្ឋាការចេញឬចូលដើម្បីបញ្ជាក់អំពីស្ថានភាពការងាររបស់បងប្អូនកម្មករនិយោជិតការចុះទិដ្ឋាការនេះមិនត្រូវលើសពីរយៈពេល7ថ្ងៃបន្ទាប់ពីទទួលឲ្យធ្វើការឬឈប់ពីការងារឡើយប្រសិនបើម្ចាស់សហគ្រាសមិនអនុវត្តនៅកាតព្វកិច្ចរបស់ខ្លួននឹងត្រូវប្រឈមនឹងការផ្ដន្ទាទោសតាមបទបញ្ញត្តិស្តីពីការងារ